ក្រុមហ៊ុន HDO មានផលិតស៊ីតេនទឹកថ្មីម៉ាក HDO Style មានពងបត់បើកស្វ័យប្រវត្តិការពារបាក់តេរីរហូតដល់ 99.9% ធានារយៈពេល20ឆ្នាំថែមទាំងមានធុងទឹកកក PLM មានភាពរឹងមាំត្រជាក់បានយូរ HDO ជំរឿសដំបូងសម្រាប់ជីវិតរបស់អ្នក ពុជាញាតិភូមិខ្ញុំល្អឧត្តមនៅអាស៊ីប្រជាជនគ្រប់ទិសទីខំសំភីកសាងជាតិ ទិដ្ឋភាពចំការចម្រុះនៅក្នុងកសិដ្ឋានមួយកន្លែងស្ថិតនៅភូមិ3ឃុំត្រែងត្រយឹងស្រុកភ្នំស្រួយខេត្តកំពង់ស្ពឺយើងឃើញដំណាំផងទាំងពួងកំពុងតែដុះលូតលាស់តូចធំទៅតាមអាយុកាលរបស់វាដោយហេតុថានៅក្នុងកសិដ្ឋាននេះអភិវឌ្ឍឡើងលើផ្ទៃដីធំបង្គួរម្លោះហើយលោកលីសវណ្ណឌីដែលជាម្ចាស់និងក៏ជាអ្នកដាំដុះផ្ទាល់ផងនោះលោកបានធ្វើការបែងចែកដាំដំណាំទៅតាមផ្នែកនៃការកំណត់គ្រោងទុករបស់លោកតួយ៉ាង ដូចជានៅជ្រុងម្ខាងនៃខាងមុខផ្លូវចូលក្នុងកសិដ្ឋានគឺដាំដំណាំទំពាំងបាយជូរសូមស្មារតី7មករាសាយក្លិនគុនធាពេញសាកលល្បីសរសើរពេញមណ្ឌលកម្ពុជាស្រស់ស្រស់ឆាតឆាយ បាននិយាយពីដំណាំទំពាំងបាយជូរគឺជាប្រភេទដំណាំដែលកម្ពុជាយើងកម្រធ្វើការដាំដុះណាស់យើងឃើញមានខ្លះដែរដូចជានៅស្រុកបាណន់ខេត្តបាត់ដំបងជាដើមក៏ប៉ុន្តែបើការដាំដុះជាលក្ខណៈសកលនៅក្នុងស្រុកយើងដូចជាដំណាំក្នុងស្រុកមួយចំនួនទៀតដែលប្រជាពលរដ្ឋនិយមដាំនោះគឺពិតជាកម្រមានតែពេលនេះក្រៅពីទំពាំងបាយជូរត្រូវបានប្រជាពលរដ្ឋយើងដាំដុះនៅស្រុកបាណន់ឬក៏នៅមានស្រុកមួយចំនួនទៀតយ៉ាងណានោះពេលនេះ យើងក៏ប្រទះឃើញនៅក្នុងខេត្តកំពង់ស្ពឺគឺបាននឹងកំពុងដាំដុះដំណាំទំពាំងបាយជូរនៅក្នុងទីដីចំការរបស់ខ្លួនដែលមានចំនួនសមល្មមហើយពេលនេះគេធ្វើការប្រមូលផលអស់មួយចំនួនធំទៅហើយព្រោះត្បិតអីដំណាំនេះបើតាមការឲ្យដឹងពីលោកសវណ្ណឌីបញ្ជាក់ថារដូវនេះជារដូវវស្សាម្ល៉េះហើយគេត្រូវប្រមូលផលឲ្យបានមុនភ្លៀងធ្លាក់ដើម្បីធ្វើយ៉ាងណាជៀសវាងមានផលប៉ះពាល់ដល់ផ្លែរបស់វាដូច្នេះ ចំពោះការងារលំអិតបែបណាពាក់ព័ន្ធនឹងការងារដាំដុះដំណាំចម្រុះនៅក្នុងកសិដ្ឋាននេះក៏ដូចជាដំណាំទំពាំងបាយជូរផងដែរនោះនាពេលនេះសូមលោកអ្នកទេសនាក៏ដូចជាស្ដាប់នៅសម្ដីពិតរបស់លោកលីសវណ្ណឌីជាមួយក្រុមការងារយើងដែលមានខ្លឹមសារជាបន្តបន្ទាប់ដូចតទៅ លោកអ្នកជាទីគោរពនិងជាទីមេត្រីសូមជម្រាបជូនដល់លោកស្រីអ្នកនាងកញ្ញាផងដែរកម្មវិធីកសិកម្មរបស់ទូរទស្សន៍ BTV មានផ្សាយជូនលោកអ្នកនៅថ្ងៃសៅរ៍វេលាម៉ោង 9:30 នាទីរហូតដល់ម៉ោង 10:30 នាទីយប់និងផ្សាយជូនលោកអ្នកឡើងវិញនៅថ្ងៃអាទិត្យវេលាម៉ោង 6 រហូតដល់ម៉ោង 7 ព្រឹកដូច្នេះសូមលោកស្រីអ្នកនាងកញ្ញាតាមដានទស្សនាជាបន្តបន្ទាប់ដោយតទៅ ក
កម្មវិធីកសិកម្មរបស់ទូរទស្សន៍ BTV ឧបត្ថម្ភឡើងដោយធុងទឹក H2O ឥឡូវនេះធុងទឹក H2O បានផលិតនៅធុងទឹកប្រភេទថ្មីដែលមានចំណុះរហូតដល់ 20,000 លីត្រជាជំនួយសម្រាប់ជួយដល់ក្រុមហ៊ុនធំៗរោងចក្រសហគ្រាសជាពិសេសមូលដ្ឋានកងទ័ពអាចប្រើប្រាស់បានគ្រប់កាលៈទេសៈហើយអាចស្តុកទឹកបានក្នុងការបង្ការគ្រោះអគ្គិភ័យដែលអាចកើតមានជាយថាហេតុថែមទៀតផងធុងទឹក H2O មានជ័រជាប់ស្វិតមិនកាន់ស្លាយឬក៏ស្រាយធានារយៈពេល15ឆ្នាំមានច្រើនពណ៌ច្រើនខ្នាតស្របតាមតម្រូវការរបស់អតិថិជនលោកអ្នកអាចទំនាក់ទំនងតាមប្រព័ន្ធទូរស័ព្ទ012 999 996សាងបានធនធានមនុស្សស្មោះនឹងធម្មជាតិការពារទ្វេទៀតបានល្អលោកស្រីអ្នកនាងកញ្ញាជាទីគោរពនិងជាទីមេត្រីចាំបាច់មិនលោកអ្នកបានឃើញសកម្មភាពដែលយើងបង្ហាញជូនទស្សនវិជ្ជាដំណាំចម្រុះហ្នឹងមែនទេពូនេះណាហើយទេសភាពនៅក្រោយខ្នងនឹងខ្ញុំស្អាតដល់ហើយចលអាកាសល្អមែនតែនហ្មងពូនេះភ្នំគិរីរម្យបាទគិរីរម្យចាហើយខាងនោះហើយទៅខាងនេះពេជ្រនិលពួកងាកមកខាងណាតាពាំងបាយជូបាទតាពាំងបាយជូឥឡូវយើងចូលកន្លែងនេះតិចមើលលោកអ្នកនាងប្រហែលជាចម្លែកចិត្តបន្តិចដែរណាពូណាឥឡូវនេះខ្មែរយើងចេះតែអភិវឌ្ឍពូនេះដឹងមិនហីពីមុនយើងឃើញនៅបាណនណាបាទបងថុលគាត់មានចការតាពាំងបាយជូគាត់បាទចាដល់ឥឡូវស្រាប់មកពូនេះមានដែរនៅគិរីរម្យណាហើយអរគុណចាបាទការពិតទៅគាត់ជារៀមច្បងយើងដែលគាត់ធ្វើមុនយើងណាចាប៉ុន្តែយើងគិតថាតើយើងមានសមត្ថភាពធ្វើដូចគាត់បានទេអត់អញ្ចឹងយើងក៏ដើរទៅក្រៅប្រទេសទៅស្វែងរកពូជស្វែងរកបច្ចេកទេសសូម្បីប្រព័ន្ធទឹកអីក៏អូតូម៉ាទិកដែរយើងគាត់បើក៏ទឹកវារត់អីយ៉ាងទាំងអស់ដល់តែយើងសាកល្បងទៅ2ឆ្នាំវាធ្វើកើតយើងធ្វើបានរហូតដល់ផ្លែតែខែនេះវាហួសខែផ្លែហើយខែនេះវាខែដែលយើងត្រូវជំរុះផ្លែចោលអស់ស្លឹកចោលអស់ត្រៀមនឹងផ្កាថ្មីអញ្ចឹងបាទអញ្ចឹងដល់ចូលដល់ខែ10នេះយើងធ្វើឲ្យផ្កាឡើងវិញហើយវារយៈពេល4ខែទៅ5ខែវាទុំអញ្ចឹងក្នុងនោះគឺរដូវចូលឆ្នាំចិនគឺខែ2ទៅខែ4ហ្នឹងគឺផ្លែបន្តរបូតបាទហើយអានេះទុំពណ៌ក្រហមនិងខ្មៅចាអញ្ចឹងអានេះសម្រាប់ធ្វើស្រែហ៎អត់ទេអានេះសម្រាប់ញ៉ាំអូអានេះសម្រាប់ញ៉ាំអានេះសម្រាប់ញ៉ាំផ្លែសុទ្ធខាងនោះបានធ្វើស្រាអញ្ចឹងបាទហើយយើងសាកល្បងលើកទី1នេះដូចបងអូនឃើញហើយលើផ្ទៃដីនេះគ្រាន់តែការសាកល្បងលើកទី1ជំហានទី1ពីដើមមកពេញទាំងអស់បាទយើងធ្វើពេញទាំងអស់ហ្នឹងប្រព័ន្ធទឹកឲ្យរៀបឲ្យយើងធ្វើគ្រប់បែបយ៉ាងណាតែយើងអត់បានគិតតែរឿងបញ្ហាស្មៅខ្លាំងពេកដែលធ្វើឲ្យយើងការពារអត់បានក្រោយមកបានយើងស្រាវជ្រាវចិត្តតែបង្កើតរហូតដល់យើងចាក់បេតុងទប់កុំឲ្យមានស្មៅដល់អញ្ចឹងយើងធ្វើជោគជ័យចាប់ផ្ដើមយើងគិតថាហ្នឹងយកជាបទពិសោធន៍យើងបានណាបាទហើយបច្ចេកទេសផ្សេងយើងកំពុងស្រាវជ្រាវហើយផ្លែនេះវារដូវខែវស្សានេះវាអត់អាចផ្លែល្អកើតទេវាត្រូវប្រេះទុំទៅប្រេះអញ្ចេះចាវាត្រូវប្រេះរីកចេះណាចាបាទអញ្ចឹងអត់កើតទេអានេះល្អបានតែខែប្រាំងចាប់ពីខែសម្រក់ទៅខែរាំងភ្លៀងបានផ្លែចាប់ស្អាតអញ្ចឹងខែនេះគេអត់ឲ្យវាផ្លែទៀតទេហើយបើអាទុំខៀវអាហ្នឹងវាទប់ទល់នឹងខែភ្លៀងបានហើយយើងក៏មានពូជមួយចំនួនដែរអាទុំពណ៌ខៀវហ្នឹងណាហើយពូជអាផ្លែវែងស្រួយសើភាគច្រើនអត់ក្របអស់នេះបាទចាតាមពិតទៅអញ្ចឹងក្មួយមកជើងនេះតាមពិតមកខុសតែខុសរដូវប៉ុន្តែពូឌីដឹងមកយេខណោះខាងយុវជនឃុំគេប្រាប់ថាអូយឥឡូវហ្នឹងផល្លាដឹងអត់ឥឡូវនៅគិរីរម្យមានដាំតាពាំងបាយជូថាចេះថាឲ្យនៅបាត់ដំបងតាដាំមកថាអត់ទេដាំមែនតាដល់ពេលខ្ញុំក៏ថាអូដាំក៏ដាំទៅអញ្ចឹងទៅមើលតិចមើលរួចដល់ទៅពេលមកដល់ស្រាប់ហាមិនក៏ផ្លែអស់លីងហីចាំតែមកជួបពូម្ចាស់ពូថាអត់ទេនេះប្រមូលផលអស់ហើយដល់ខ្ញុំថាមើលឃើញខនអត់5កាលដែរពេលផ្លែច្រើនទេព្រោះខនថាតាមពិតឲ្យមកជួបពូផងឃើញថាការអភិវឌ្ឍរបស់ពូយ៉ាងម៉េចព្រោះពីដើមកន្លែងហ្នឹងដីទទេណោះបាទហើយខ្ញុំដឹងថានៅនេះគេមានដាំខ្នោការ៉ុតចាខ្នោការ៉ុតទៀតដូងក្អូបបាទស្វាយ
លេខ1គឺស្វាយនៅស្រុកនេះគេហៅស្វាយគិរីរំនេះរំដាប់លេខ1នាំចេញក្រៅប្រទេសបាទហើយថ្លៃជាងគេគឺស្វាយនេះឆ្ងាញ់ជាងគេគឺស្វាយនៅស្រុកនេះបាទហើយគាត់ថាខ្ញុំដាំទាំងតូចទាំងធំ1000ដើមដែរប៉ុន្តែឲ្យផលប្រហែលជា400ដើមហ្នឹងមួយឆ្នាំមួយរដូវហ្នឹងបាន30តោនបាទមួយរដូវហើយស្វាយយើងនៅក្នុងនោះស្វាយនេះល្អមែនទែនផ្លែស្អាតហើយឆ្ងាញ់ជាងគេគឺស្វាយគិរីរំនេះឯងបាទចាប៉ុន្តែឥឡូវពូឌីគិតមើលពេលក្មួយមកតែពាំងបាយជូរក៏កាត់ស្វាយក៏ប្រមូលផលចាអញ្ចឹងលោកអ្នកកុំបារម្ភអីបើទោះបីថាมันបានឃើញទស្សនវិជ្ជាដែលឃើញផ្លែរញីរយងប៉ុន្មានប៉ុន្តែគាត់ថាសូមជូនជាព័ត៌មានខែ1ទៅខែ2ខែ3ខែ4គឺចំរដូវខែចូលឆ្នាំចិនចូលឆ្នាំខ្មែរហ្នឹងគឺមានណាប៉ុន្តែទស្សនវិជ្ជានៅក្នុងកសិដ្ឋានពូហ្នឹងមានផ្លែបង្ហាញជូនលោកអ្នកទៀតមែនទេពូណាដល់ថ្ងៃលាក់តុងទិញតិចសិនចាឥឡូវនេះយើងគ្រាន់តែថាផ្ដើមកម្មវិធីអរគុណដល់ពូបានផ្ដល់កិច្ចសម្ភារដល់ក្រុមការងារយើងឲ្យផ្ដិតយករូបភាពនៅទីនេះខ្ញុំក៏អរគុណដល់ទូរទស្សន៍ BTV ដែលបានចូលមកសម្ភាសអរគុណមែនទែនហើយដោយសារការសម្ភាសរបស់ខាង BTV ក៏អាចផ្សព្វផ្សាយដល់ប្រជាជនខ្មែរយើងឲ្យដឹងថាខ្មែរយើងក៏អាចមានលទ្ធភាពធ្វើបានបាទដូចជារៀមច្បងយើងខាងបាត់ដំបងខាងបណ្ណន់ខាងបតសាលាហ្នឹងគាត់ធ្វើជំហានទី1មុនយើង14ឆ្នាំហើយយើងសរសើរគាត់ថាគាត់ប្រឹងស្រាវជ្រាវដាំបានរហូតដល់ឲ្យគេស្គាល់ថាខ្មែរយើងអាចដាំត្រពាំងបាយជូរបានហើយខ្ញុំក៏ដូចគ្នាខ្ញុំមានទស្សនៈមួយថាយើងត្រូវតែស្រាវជ្រាវនិងធ្វើឲ្យបាននៅតំបន់យើងនេះមួយហើយទី1គឺកន្លែងរមណីយដ្ឋានគិរីរំនេះហើយទឹកដីនេះល្អណាស់វាជិតឆ្នេរសមុទ្រហើយខ្យល់អាកាសសមុទ្រចូលមកដល់ហើយអាកាសធាតុល្អបរិសុទ្ធដីមានជីជាតិអញ្ចឹងយើងដាំតែ2ឆ្នាំទេត្រពាំងបាយជូរយើងដូចបងប្អូនឃើញដើមធំហ៎ហើយអញ្ចឹងបើសិនជាត្រឹម10ឆ្នាំទៅ14ឆ្នាំវិញដើមវាកាន់តែស្អាតណាស់បាទហើយអាយុកាលវាដល់100ឆ្នាំត្រពាំងបាយជូរនេះអាយុកាលវែងចាបាទល្អណាស់ចាបាទអញ្ចឹង2ឆ្នាំដែលយើងកើតនេះយើងចាប់ផ្ដើមទេតែមិនចាប់ផ្ដើមឡើយទេអត់ទាន់ទាញផលឲ្យបានទលំទលាយឡើយទេដើមប៉ុណ្ណេះគេហៅដើមសុខភាពដែលវាឲ្យផលហើយកាលណាតែដើមធំផ្លែក៏ស្អាតដែរផ្លែក៏ធំដែរហើយបើដើមតូចផ្លែវាមកក៏អត់ល្អដែរអញ្ចឹងតើដើមប៉ុណ្ណឹងមកគេហៅដើមដែលអាចឲ្យយើងទាញផលបានឥឡូវនេះយើងឆ្លងកាត់ទៅខាងនោះបន្តិចទៅបងណាចាឲ្យលោកអ្នកបានឃើញទស្សនវិជ្ជាចំការត្រពាំងបាយជូរពូហ្នឹងគឺពូដាំមានធ្វើលើកជារងជាអីល្អហើយមិនធម្មតាទេសិតតែចាក់សាបបាទចាក់បេតុងចាក់បេតុងទៅទៀតនេះគឺជាការខិតខំប្រឹងប្រែងរបស់យើងទោះជាយើងទទួលបានជោគជ័យប៉ុណ្ណាឬក៏មិនជោគជ័យយ៉ាងម៉េចក៏ជាសញ្ញាណវិជ្ជមានខ្លះដែរមែនទេពូចាហើយអាចបើកទឹកឲ្យឃើញបើកចេញចាំមើលយើងបើកទឹកទឹកចេញមកហូរតាមនេះប៉ុនយើងឈរនៅអត់អីទេពូសាច់គល់ហ្នឹងបាទនេះអានេះរបៀបដាំយើងប្រើដោយតយោវិលទឹកវិលនេះយើងរៀបចំដោយខ្លួនយើងបច្ចេកទេសខ្លួនយើងទាំងអស់អញ្ចឹងយើងងាយស្រួលដោយថាគ្រាន់តែក្នុងកន្លែងយើងចំការយើងនេះយើងមនុស្សម្នាក់យើងអាចស្រោចបានយ៉ាងបបោអត់ពិបាកទេចុះការតបណ្ដាញទឹកបែបនេះយ៉ាងម៉េចបានពូយល់ដឹងថាត្រូវតែធ្វើបែបហ្នឹងអានេះទី1យើងបានដើរច្រើនយើងបានទៅប្រទេសក្រៅហើយយើងមើលពីរបៀបគេរៀបចំគាត់យើងបានមើលទេយើងអត់បានសួរគេថាធ្វើម៉េចទេតែយើងយកមកគិតដោយខ្លួនយើងថាធ្វើម៉េចឲ្យចែកចាយទឹកឲ្យបាននៅលើផ្ទៃដីទាំងអស់ដោយយើងអត់ហត់ប្រើកម្លាំងមនុស្សគាត់ថាទឹកគាត់បើកទឹកយើងដើរតែម្នាក់យើងអាចគ្រប់គ្រងតំបន់យើងបានតែប្រើកម្លាំងតែម្នាក់ឯងបាទយើងអត់បាច់ប្រើច្រើនទេហើយយើងអាចឆ្លៀតទៅធ្វើការឲ្យបានទាំងអស់យើងគាត់បើកហើយយើងដើរធ្វើការដល់ពេលដល់ម៉ោងនេះយើងបិទវាទៅយើងបើកទៀតទៅយើងអាចធ្វើបានហើយប្រព័ន្ធទឹកហ្នឹងយើងមានទឹកស្តុកយើង10000លីត្រនៅលើបាសាំងស្រាច់ហើយយើងមានម៉ាស៊ីនចែកចាយទឹកហើយរបៀបបាញ់ថ្នាំយើងបញ្ចេញថ្នាំបញ្ចេញអីនៅមានមួយកន្លែងនៅក្នុងកន្លែងយើងម៉ែយើងឥឡូវដល់ប៉ុណ្ណឹងណាចាប៉ុន្តែចេះពូដូចខ្ញុំជម្រាបជូនលោកអ្នកអញ្ចឹងនេះខ្ញុំនៅតែសោកស្ដាយអញ្ចឹងឈរនៅក្រោមចកាត្រពាំងបាយជូរហើយមូលហេតុអីអត់សូវបានផ្លែបង្ហាញជូនលោកអ្នកកំណត់ដំបូងនេះគឺថាមកថតយកខ្នោ
ខ្នោណាំងការ៉ុតទេចាប៉ុន្តែដល់តែពេលខាងនោះលោកខនោះខាងយុវជនឃុំនោះគាត់ថាឥឡូវគេដាំតាពាំងបាយជូរបានក៏សម្រាប់ចិត្តថាមើលសុំទៅមើលតិចមើលមកដល់យ៉ាលោកម្ចាស់លាក់ខ្លួននៅណេះសោះក្មួយឃើញក្មួយភ្ញាក់ហ្មងពូនេះចាមិននឹកថាអញ្ចេះពីដើមឡើយយើងអត់មានដាំទេដូចយើងជួយលោកអ្នកតដែលអញ្ចឹងមានតែបងនៅខាងបាត់ដំបងគាត់ធ្វើបានណាហើយយើងគួរកោតសរសើរគាត់ណាឥឡូវនេះយើងចេះចែករំលែកបទពិសោធន៍គ្នាឲ្យច្រើនអញ្ចឹងទៅចាការបង្ហាញជូននេះវាជាការតាក់ទាញភ្ញៀវទេសចរមួយដែរមិនចឹងទេណោះការពិតអានេះយើងចង់ឲ្យផ្លែខែណាក៏បានអញ្ចឹងបាទនៅលើយើងតាអញ្ចឹងប៉ុន្តែដល់ខែនេះដែលអត់ឲ្យផ្លែមូលហេតុដោយសារវាភ្លៀងហ្នឹងបាទវាអត់ត្រូវភ្លៀងអានេះវាខ្ញុំធ្វើដំបូលទៀតនៅធ្វើដំបូលនេះសិក្សាទៅអស់ប្រហែលជា$30,000ទៀតបានទប់ទល់នឹងភ្លៀងនោះបានអញ្ចឹងដល់ពេលខែភ្លៀងតាពាំងបាយជូរនេះវាអត់ត្រូវការបាទវាអត់ត្រូវការភ្លៀងបើកាលណាភ្លៀងវាខូចផ្លែវាប្រេះដូចពូជួយលោកអ្នកបាញ់វិញអញ្ចឹងចាអញ្ចឹងដល់ពេលរដូវវស្សាអញ្ចឹងគឺអត់ផ្លែទេបាទយើងអត់ឲ្យផ្លែចាយើងមិនឲ្យផ្លែទេយើងចង់បានតែរដូវប្រាំងបាទដល់រដូវសម្រក់រដូវដែលអស់ភ្លៀងអាហ្នឹងយើងចាប់ផ្ដើមឲ្យវាផ្លែផ្កាឡើងវិញចាអានេះងាយនឹងផ្លែហើយងាយមែនទែនការពិតទៅកលឹះសំខាន់របស់រុក្ខជាតិហ្នឹងស្ថិតនៅលើយើងអ្នកបច្ចេកទេសទេចាដល់យើងដឹងតែបន្តិចទៅស្រួលដាំរយៈពេលតែ8ខែផ្លែហើយតែ8ខែគឺផ្លែបានញ៉ាំហើយប៉ុន្តែគាត់ថាផលដែលវាឲ្យខ្លាំងហ្នឹងចាប់ពី3-4ឆ្នាំឡើងលើបានវាចាប់ផ្ដើមឲ្យផលយើងដែលវាមានផ្កាមានរហូតដល់មួយស្មែង1គីឡូក៏មានណាមួយស្មែងវាចាតែយើងទៅដល់ឃើញទីតាំងកន្លែងគេផលិតតាពាំងបាយជូរធំជាងគេហ្នឹងណាយើងទៅឃើញក្នុងមួយរ៉ៃដីវា40ម៉ែត្រ4ជ្រុងហ្នឹងវាបានរហូតដល់ក្នុងមួយរដូវមួយលើក3តោនមកក្នុងមួយរ៉ៃហ្នឹងហើយដល់2រ៉ៃវាចូល7-8តោនហើយវា6-7តោនទៅលើសុខភាពដើមអញ្ចឹងផ្លែច្រើនណាស់ចាផ្លែច្រើនមែនទែនហើយបើសិនជាយើងជាឆ្ងល់ថាហេតុបានតាពាំងបាយជូរគេធ្វើកើតដូចនៅវៀតណាមដីយើងទៅតំបន់មួយនៅប្រទេសវៀតណាមឃើញដីគេដាំដែរប៉ុន្តែដីអត់បានស្អាតដូចយើងទេដីខ្សាច់សតែនៅគេធ្វើបានបាទតែដល់ដីយើងដីប្រភេទដីដែលល្អមែនទែនហ្មងណាវាទាំងធាតុអាកាសសំណើមហើយនេះទាំងអស់ហ្នឹងទាំងដីហ្នឹងយើងមានគ្រប់គ្រាន់ទាំងអស់អញ្ចឹងឃើញហើយអានេះវាល្អមែនទែនតែ2ឆ្នាំមើលដើមវាអស់ចាពេកដីនេះគេហៅប្រភេទដីអីពូដីនេះប្រភេទដីដែលរុក្ខជាតិអត់ចេះងាប់បាទដាំឲ្យតែដាំដល់ដីហើយវាមិនងាយស្លាប់បើសិនជាយើងចេះថែទាំវាបន្តិចទៅវាអត់ងាយហើយសុខភាពវាល្អមែនទែនយើងមើល2ឆ្នាំវាអត់គួរជឿ2ឆ្នាំអាហ្នឹងវាសុខភាពដែលល្អហើយមួយចាប់ដើមរីកហើយដល់ចូលឆ្នាំទី3ទី4ទី5ហ្នឹងអាហ្នឹងទិន្នផលវាឲ្យខ្ពស់ហើយមើលអានេះមើលមេឃចាហើយប្រមូលផលបានប៉ុន្មានទេពូនេះចការយើងប៉ុណ្្នឹងទំហំប៉ុណ្នេះអានេះទំហំក្បាលប៉ុន្មានបដោយប៉ុន្មានទៅស្ទឹងប៉ុន្មានពូយើងរៀបចំជារ៉ៃមួយរ៉ៃ40ម៉ែត្រ4ជ្រុងណាចាប៉ុន្តែការដែលដាំរបស់យើងវាជួបបញ្ហាដូចខ្ញុំជម្រាបខាងដើមអញ្ចឹងវាបញ្ហាតង់ទី1យើងអត់ទាន់ចេះយើងគ្មានបទពិសោធន៍អញ្ចឹងយើងចាប់ផ្ដើមមកធ្វើផងយើងរៀនផងយើងស្រាវជ្រាវផងដល់ឥឡូវយើងចាប់ផ្ដើមថាយើងដូចយើងចេះបានមកកម្រិតដែលអាចធ្វើវាបានប៉ុណ្ណេះអញ្ចឹងថាយើងអាចអញ្ចឹងយើងនឹងបង្រីកដោយយើងមិនហត់ទៅទិញពូជពីបរទេសមកទេព្រោះពូជនេះវាថ្លៃក្នុងការយកពីប្រទេសគេមកថ្លៃអានេះគេហៅពូជអីពូក្រុមហ៊ុន HDO មានផលិតស៊ីទែនទឹកថ្មីម៉ាក HDO Style មានពងបិទបើកស្វ័យប្រវត្តិការពារបាក់តេរីរហូតដល់ 99.9% ធានារយៈពេល20ឆ្នាំថែមទាំងមានធុងទឹកកក PLM មានភាពរឹងមាំត្រជាក់បានយូរ HDO ជំរឿសដំបូងសម្រាប់ជីវិតរបស់អ្នកអានេះគេហៅពូជអីពូអានេះឈ្មោះវាមានឈ្មោះច្រើនប៉ុន្តែយើងចាំឈ្មោះក្រៅប្រទេសអត់បានប៉ុន្តែគាត់ថាពណ៌វាក្រហមហើយគេប្រកាសពូជមកឲ្យទៅជាពូជអាស៊ីពូជអាស៊ីហ្នឹងវាអាចធន់នឹងបរិយាកាស
đầy ấy nắng đó hay play biết có sáp đây play với lọ và hay chặt cong hay po có sầm có sáp dương cái thà lọ đây ចាពេលដែលពូយកពូវាមកពូយកកូនហ្នឹងមែនទេ បាទយកកូន យកកូនចាហើយយកមកយើងជីរំដៅដាំហ្មងណា បាទយើងធ្វើជារងហ្នឹងខ្នាត4ម៉ែត្រហ្នឹងឃើញហើយចន្លោះពី1 1ម៉ែត្រជាង ចា ហើយ1ម៉ែត្រកន្លះហ្នឹងទៅហើយរងវា4ម៉ែត្រពីដើមខ្ញុំអត់ទាន់ចាក់បេតុងទេដល់ពេលអញ្ចឹងទៅស្មៅវាដុះខ្លាំងពេកអញ្ចឹងទៅខ្ញុំក៏សិក្សាឃើញថាយើងវាអត់មានកម្មករអត់មានបុគ្គលិកដែលជួយធ្វើកិច្ចការនេះអញ្ចឹងខ្ញុំក៏ចាប់ដើមចាក់បេតុងដល់ចាក់បេតុងទៅវាចំណេញច្រើនមែនទែនចំណេញទី1អត់ប្រើដោយកម្លាំងពលកម្មដកស្មៅចាំងស្មៅធ្វើស្មៅអត់ទេហើយទី2ទៀតធ្វើឲ្យកន្លែងហ្នឹងវាថាវាដូចអារុក្ខជាតិហ្នឹងវាត្រូវការអាបេតុងហ្នឹងធ្វើឲ្យលឿនហ្មងធំលឿនមែនទែនដូចយើងស្រាវជ្រាវត្រូវចាអញ្ចឹងគេហៅមិនដំណាំជាន់ខ្ពស់ អានេះមិនដឹងអ្វីយើងចិត្តតែគិតថាយើងចេះធ្វើទៅហ្នឹងវាតាមអារម្មណ៍ខ្លួនឯងគិតថាបើធ្វើអញ្ចឹងវាចំណេញខាតកាលពីមិនទាន់ចាក់បេតុងនេះខ្ញុំខាតក្នុងមួយរដូវខ្ញុំត្រូវការធ្វើស្មៅខ្ញុំត្រូវការបាញ់ថ្នាំស្មៅខ្ញុំចំណាយវារੂពេលតនីអត់មានដល់ពេលក្រោយវាចាក់បេតុងទៅខ្ញុំចំណេញយើងអស់ទៅលើបេតុងតែមួយសាទេប៉ុន្តែក្រោយមកយើងចំណេញទៅលើការគីមីបាញ់ស្មៅបាញ់អីទាំងអស់ហើយងាយស្រួលក្នុងការដែលយើងធ្វើការយើងតែងមេឃកាត់មេឃតមេឃយើងអីយើងងាយហើយសុបាយចិត្តមែនទែនរហូតដល់ទេសចរភ្ញៀវគេមកលេងគេជិះកង់អីតាមហ្នឹងសុបាយគេសុបាយមែនទែនបាទហើយដល់ពូឌីមានប្រសាសន៍អញ្ចឹងនេះខ្ញុំតែឃើញចេះថាអូយដល់ពេលដែលផ្លាយវាធ្លាក់រយរយោមកព្រោះយើងជិះកង់តាមហ្នឹងមិនដឹងជាល្អមើលយ៉ាងម៉េចទេបាទសុបាយពេញសុបាយចាអញ្ចឹងពូឌីសន្យាថាខែ1ខែយើងជួបគ្នាទៀតជួបបាទស្វាគមន៍ចំណេញបាទហើយអញ្ចឹងកន្លងមកពូប្រមូលផលបានប៉ុន្មានហើយទៅវាជួយវាបានមួយសាប៉ុន្តែគាត់ថាមួយសាដូចយើងជម្រាបខាងដើមអញ្ចឹងសាទី1ទី2ទី3នេះយើងអត់ទាន់ចាត់ទុកថាជាផ្លូវកាយព្រោះវាផ្លែវានៅដើមតូចដើមធំណាចាបាទដល់ដើមចាប់ខ្នាតវាល្អអញ្ចឹងហើយអត់ដូចអាទូចចេះវាផ្លែវាក៏អត់សូវស្អាតដែរតែដល់ចេះអាកម្រិតផ្លែវានៅដាក់ដុំចាអញ្ចឹងគេត្រូវការដើមធំបាទដល់ដើមធំចេះផ្លែវាកាន់តែស្អាតអូអញ្ចឹងនេះខ្ញុំត្រូវម្ដងហើយនេះខ្ញុំមានធំត្រូវមួយតាំងបាយជួយត្រូវលំដាប់ដំណាំនាំចូលចាយ៉ាងដែរពូនោះអញ្ចឹងយើងមើលសុខភាពដងដើមកាលណាដងដើមវាធំនៅនឹងផ្លែវាមកល្អដែរអានេះគេកម្រិតផ្លែទៀតឧទាហរណ៍ធម្មដើមហ្នឹងយើងត្រូវការយកផ្លែប្រមាណហើយយើងមិនអាចជាឲ្យវាផ្លែតាមចិត្តទេយើងកាត់ចោលដល់ពេលផ្លែមកអញ្ចឹងទៅយើងយកមកថា10គីឡូអញ្ចឹងក្រៅហ្នឹងយើងកាត់ចោលអស់ចានិយាយចេះពូនេះពេលនេះខ្ញុំមកដល់កន្លែងចកាពូនេះខ្ញុំមើលទៅមនោរម្យប៉ុន្តែតំណាំយើងដោយសារតែទៅរយៈពេល2ឆ្នាំអញ្ចឹងទៅនៅរៀងទុយនៅឡើយមែនទេចានៅទុយប៉ុន្តែខ្ញុំចង់ជម្រាបសួរពូចេះគោលដៅដែលពូធ្វើហ្នឹងគោលបំណងជាលក្ខណៈថាគ្រួសារគ្រាន់តែកំសាន្តទុកជាចំការកំសាន្តឬមួយក៏ដាំហ្នឹងក្នុងលក្ខណៈដូចថាជា business ជាជំនួយអីណាបឋមហ្នឹងខ្ញុំមិនដែលគិតថាខ្ញុំធ្វើចំការហ្នឹងធ្វើកើតឬមិនកើតផងព្រោះខ្ញុំជាអ្នក business អ្នកខាងជំនួញឯងដល់ពេលខ្ញុំដើរខាងដូចខ្ញុំជម្រាបចឹងខ្ញុំអ្នកទេសចរខ្ញុំជាដើរក្រៅប្រទេសច្រើនទៅគេឃើញហើយណាមួយវ័យយើងវ័យមនុស្សចាស់ហើយយើងស្រឡាញ់អាធម្មជាតិចូលចិត្តភាពស្ងប់ស្ងាត់ហើយចង់លេងប្រឡូកនឹងពាណិជ្ជកម្មខាង business ទៀតទៅទុកឲ្យកូនគេធ្វើទៅហើយខ្ញុំក៏ចាប់ដើមមកជាមួយប្អូនមាន2នាក់បងប្អូនហើយស្រឡាញ់កសិកម្មដូចគ្នាដោយសារប្អូនគេឃើញខ្ញុំសូម្បីនៅលើដំបូលផ្ទះខ្ញុំទីក្រុងភ្នំពេញហ្នឹងមានតាំងពីតាពាំងបាយជូរមានតាំងពីក្រូចមានតាំងតំណាំទាំងអស់នៅលើដំបូលផ្ទះគឺស្អាតមែនទែនខ្ញុំដាំតាំងពីលើដំបូលផ្ទះក៏ផ្លែទាំងបាយជូរដល់អញ្ចឹងប្អូនគេឃើញការស្រឡាញ់របស់ខ្ញុំអញ្ចឹងក៏គេសហការគ្នាមកចាប់យកបាទមកចាប់យកតំបន់នេះហើយ2ឆ្នាំដែលបានឃើញនេះឃើញថាអ្វីដែលយើងប្រឹងដូចជាអត់ប្រយោជន៍ទេបាទអាហ្នឹងទី1ទី2ក៏យើងមានមោទនភាពមួយដែរដែលខ្មែរយើងឲ្យកូនខ្មែរជំនាន់ក្រោយស្គាល់ថាតាពាំងបាយជូរខ្មែរយើងក៏មានលទ្ធភាពដាំបានកន្លែងណាក៏ដាំបានទីណាក៏ដាំបានឲ្យតែយើងតាំងចិត្ត
ព្រោះអាកសិកម្មនឹងលើការតាំងចិត្តទេมันមិនអីបាទបើយើងតាំងចិត្តយើងកុំឲ្យបោះបង់ចោលអញ្ចឹងសូមបីក្រូចក៏នាំចូលពីប្រទេសក្រៅមកដែរបាទគ្រប់បាទអាក្រូចថ្លុងដាំទៀតបាទទាំងអស់ហ្នឹងសិតតែខ្ញុំទៅលេងមកកន្លែងខ្ញុំត្រូវយកមកកន្លែងខ្ញុំត្រូវយកពូជមកដើម្បីចង់ដឹងថាតើដាំនៅលើទឹកដីយើងកើតឬអត់តាំងពី strawberry ក៏ខ្ញុំដាំដែរប៉ុន្តែវាដោយសារខ្ញុំអត់បាននៅវាខូចខាតដោយទឹកតាមទឹកលិចវាខូចហើយដូចតំពាំងបាយជូរនេះក៏ខ្ញុំគិតថាខ្ញុំធ្វើជំហានទី1តិចទេធ្វើតិចសាកល្បងថាធ្វើហ្នឹងតើវាកើតឬអត់បើវាមិនកើតក៏អត់អីដែរដល់ធ្វើទៅវាកើតយើងគិតថាសប្បាយចិត្តមែនទែនសប្បាយចិត្តស្មានតែកើតតែខាងបងបាត់ដំបងហ្នឹងដឹកអីអ្នកការីរំនេះធ្វើបានដែរចាហើយគ្រប់ដំណាំទាំងអស់យើងត្រូវតែកើតឲ្យយើងតាំងចិត្តតាំងចិត្តតាំងពីការថែទាំដាក់ជីយើងត្រូវដើរយប់ឡើងម៉ោង2ដល់10យប់ក៏យើងឆែកមើលតើមានសត្វល្អិតអីដែលវាមកស៊ីអញ្ចឹងយើងត្រូវពិនិត្យមើលហើយយើងត្រូវរកថ្នាំអីដែលទប់ទល់ជាមួយវាបានក្រោយពេលដែលយើងប្រើថ្នាំពីដើមខ្ញុំអត់ដឹងសាច់រឿងខ្ញុំប្រើថ្នាំគីមីមួយចំនួនដល់បាញ់ទៅខូចស្លឹកអស់អញ្ចឹងផលវិបាកធ្វើឲ្យខ្ញុំភ័យមួយសាទៀតអញ្ចឹងខ្ញុំក៏ចាប់ផ្ដើមស្រាវជ្រាវរូបមន្តធ្វើយ៉ាងណាដើម្បីឲ្យកុំឲ្យស្លឹកហ្នឹងខូចដល់អញ្ចឹងខ្ញុំក៏ប្រើដោយជីធម្មជាតិដែលយើងរួមផ្សំមានបដូលពេជ្រមានម្ទេសមានកុលក្រីមានស្ដៅមានក្ដួចយកមកប្រើជាជីធម្មជាតិយកមកយើងបាញ់ក្នុង4ថ្ងៃទៅមួយអាទិត្យយើងបាញ់ម្ដងបើសិនជាឆែកទៅយប់ឡើងអត់មានសត្វល្អិតមកស៊ីអាហ្នឹងយើងផ្អាកបាញ់ដល់ពេលយើងបាញ់អាហ្នឹងទៅធ្វើឲ្យអាតំណាំយើងវាកើតកាន់តែល្អទៅអាសត្វល្អិតហ្នឹងវាបាត់មួយចំនួនធំធ្វើឲ្យរីកដើមលឿនអញ្ចឹងអាជីធម្មជាតិដែលយើងផ្សំហ្នឹងគឺល្អមែនទែនហើយយើងចំណេញថវិកាខ្ពស់ហើយសុខភាពយើងក៏អត់អីកាលដែលយើងបាញ់អាថ្នាំនោះវាធ្វើទុកខ្លួនដែរវាខ្សោយវាវិលមុខវាអីចឹងដល់យើងប្រើយើងស្រាវជ្រាវរកឃើញបច្ចេកទេសជីធម្មជាតិមកទៅវាអត់អីហើយដំណាំយើងលូតលាស់លឿនណាគ្រប់បែបយ៉ាងមើលបៃតងទាំងអស់ក៏ដោយសារជីធម្មជាតិដែលយើងផ្សំណាយើងបាញ់មកអញ្ចឹងបានតែពេលក្រុមការងារយើងមកដល់ឃើញទស្សនវិជ្ជានៅក្នុងចំការពូសបោជាងគេដើមលក្ខីទៀតចាលក្ខីសំបីតែនៅមាត់ស្រះក៏មានដែរសិតតែសតបុរាណហើយម្ចាស់យើងហ្នឹងហត់នឿយអញ្ចឹងទៅដកយកមកឆាគ្រឿងអីបានត្រឹមតែមកហូបយើងបរិភោគបន្លែបើយើងនិយាយថាបន្លែដែលច្រើនជាងគេស្លកកូណាស្មើត្រឹមគ្នា50នាក់ក៏អត់ខ្វះត្រឹមស្លកកូបន្លែច្រើនណាស់ចាហើយពូសវណ្ណឌីមានប្រសាសន៍ថាយ៉ាងម៉េចកាលថ្ងៃមុននោះពេលដែលផ្លែតំពាំងបាយជូរច្រើនហើយនឹងក្រូចស្រាប់តែមានអី100នាក់មកអស់លេងគាត់ឃើញស្រឡាញ់ពេកបើអស់ចាការប៉ັດទៅទេសចរមកលេងគាត់ភាគច្រើនភ្នំពេញពីខាងប៉ោយប៉ែតពីខាងសៀមរាបអីគាត់មកលេងគាត់តាមរយៈប្អូនហើយនឹងមិត្តភ័ក្តិមួយចំនួនដែលគាត់មកលេងហ្នឹងគាត់មកលេងលក្ខណៈគ្រួសារមកជួនកាលពី10 20ឡើងដល់ចង់100នាក់ដល់ចូលមកគាត់សប្បាយគាត់អត់ចង់ទៅវិញដោយសារទី1អាកាសធាតុដែលត្រជាក់ហើយគាត់ដូចមកលៀងសួតអញ្ចឹងធ្វើឲ្យដកដង្ហើមស្រួលខ្លួនគាត់សប្បាយចិត្តមែនទែនហើយក្មេងៗក៏វាសប្បាយចិត្តវាមានគ្រប់យ៉ាងដែលវាចង់លេងវាលេងតាមចិត្តរបស់វាហើយផ្លែឈើក៏អញ្ចឹងមានកទួតផ្អែមមានកពីងរាជមានម្កាក់មានអីគ្រប់យ៉ាងញ៉ាំអីញ៉ាំចុះគ្នាដើរបេះញ៉ាំសប្បាយមែនទែនតែដល់តែពួកខ្ញុំមកអត់មានអីញ៉ាំអត់ខ្លាចលេងតែនៅសល់លហុងទុំបាទខែនេះវារដូវគេជំរុះអស់ហើយគឺរដូវគេចាប់ផ្ដើមថែទាំដើមចាយើងត្រូវយកផលនៅពេលខែដល់ខែចាប់ពីខែ12ខែអីទៅអានឹងចាប់ផ្ដើមផលឡើងវិញនិយាយចំទៅចំរដូវចូលឆ្នាំរដូវបុណ្យរដូវទេសចរគេតនេហ្នឹងគេធ្វើម៉េចឲ្យអាតំណាំហ្នឹងវាផ្លែនៅរដូវហ្នឹងហើយដល់ពេលចប់អាហ្នឹងគេចាប់ដើមជំរុះអាផ្លែចាស់ចោលឃ្លាចោលអស់ឥឡូវគេចាប់ដើមថែដើមថែស្លឹកថែត្រួយហ្នឹងគេបំពន់ឲ្យសុខភាពដើមហ្នឹងវារឹងមាំហើយបានគេត្រៀមឲ្យវាផ្លែនៅខែ12បាទខែ1ខែ2ខែ3ខែ4ហ្នឹងទៅគឺផ្លែបបូនផ្លែបន្តបង
ចាប៉ុន្តែតាំងពិតទៅពេលរដូវនេះបានខ្នៅញ៉ាំ បាទ ប៉ុន្តែហើយចកាពូអត់ខ្នៅ អញ្ចឹងនៅពេលនេះដែរសំខាន់បំផុតហ្នឹងគឺថាឈរនៅក្រោមដើមត្រពាំងបាយជូរព្រោះផ្លែត្រពាំងបាយជូរមានតិចតួចដូចកម្មវិធីយើងខំផ្ដិតយករូបភាពហើយនៅពេលដែលបង្ហាញជូនទៅស្រាប់តែលោកអ្នកនាងចង់មកលេងចកាពូឌីចាំមកដល់អញពូឌីអត់ឃើញផ្លែចុះជំរាបជូនរួចហើយអញ្ចឹងសូមលោកអ្នកខន្តីអភ័យទោសក៏ប៉ុន្តែយើងនៅមានអ្វីបង្ហាញជូនបន្ថែមទៀតដូច្នេះនៅពេលនេះយើងគិតថាដើរទៅមុខទៀតទៅពូណាអរគុណពូដែលមានគំនិតល្អបង្ហាញជូនដល់លោកអ្នកឲ្យលោកអ្នកបានជ្រាបណាយើងចេះតែចែករំលែកគ្នាទៅពូណាមើលដូចឥឡូវយើងចេះសុខស្រួលអញ្ចឹងទៅហើយបងប្អូនប្រជាពលរដ្ឋយើងគាត់រកទទួលទានមានបានអញ្ចឹងលោកអញ្ជើញទៅក្រៅប្រទេសទៅអីយើងទៅសិក្សាយកប័ណ្ណពិសោធន៍វិគេណាពូណាចាដូចពីដើមមកយើងទៅមានអីតអញ្ចឹងអីមកពីណាកន្លែងទឹកនេះហើយមើលឥឡូវបងប្អូនប្រជាកសិករបងប្អូនប្រជាពលរដ្ឋយើងសិតថាសឹងថាលំដាប់ដង្ខៅហ្នឹងដល់ថ្នាក់ដាំត្រពាំងបាយជូរ ចាក់សាវេតង់នៅស្រុកគេអត់មានចាក់ហ្នឹង ចា ដើរមើលឥឡូវសៅយើងលើចាក់ មិនដឹងថាមិនទៀតទេឥឡូវនេះខ្ញុំដល់តែឃើញអញ្ចឹងអូចូលរួមត្រេកអរណាចានេះដោយសារតែកំណត់យើងមានណាចាហ្នឹងហើយអញ្ចឹងយើងដើរទៅខាងមុខតិចទៀតទៅឲ្យបងប្អូនយើងបានឃើញហើយខែ1ខែ12ខែ1យើងជួបគ្នាម្ដងទៀតឥឡូវនេះយើងទៅខាងមុខទៀតខ្ញុំឃើញក្រូចនោះពុះចាមកដល់គេថាសម្លឹងឃើញអស់ហើយពុះអីចា นมเปรย์ปรึกมรักตั้งจุ่มกองสาชนีเมียนเศร้าตุนเลทเวที ខូចខ្លងនឹងពូជអីគេពូដើមកំពស់នឹងមានផ្លែនេះ អានេះអត់ទាន់ចាស់ទេប៉ុន្តែយើងកាត់ផ្លែចោលផ្លែច្រើនពេកយើងកាត់ចោលទុកតែ2ផ្លែចឹងឲ្យទាល់អញ្ចឹងបាក់ដើមអានេះបើចាស់ទៅវាធំធំមែនតើតែយើងអត់បានបាញ់ញ៉ាំទេនៅទៅយើងទៅដាំមួយឆ្នាំចាមួយឆ្នាំដែរក្រូចនេះអូអានេះពូជនាំពីណាអានេះពូជក្នុងស្រុកឯងអញ្ចឹងពូជយើងក្នុងស្រុកបើមិនអាយនោះបានពូជក្រៅប្រទេស អានេះយើងពូជក្នុងស្រុកខ្ញុំប្រកាសពីគេមកចាអានោះក៏ពូជក្នុងស្រុកបាទពូជពីដើមនោះពូជក្នុងស្រុកបាទអានោះក៏ផ្លែសម្បើមដែរនោះបាទចាអានេះយើងយកខាងណាមកពូខាងបាត់ដំបងឬក៏ខាងកពតអានេះខាងបាត់ដំបងមកអានេះសុទ្ធតែយើងពិសោធន៍មើលហ៎បាទហើយយើងដាំនេះគាត់ថាដូចថាមុខកន្លែងយើងអញ្ចឹងចង់ឲ្យស្អាតណាព្រោះអាផ្លែនេះវាស្អាតពេកចាយើងអត់ចង់បានទេចង់បានស្អាតវាទូចពេកហើយមើលផ្លែដល់ហើយផ្លែអត់ខ្ជិលហ្នឹងហ្នឹងផ្លែអត់ខ្ជិលអាមួយហ្នឹងអីពុកនេះផ្លែល្អមែនតើហើយនោះសមអានោះក៏ផ្លែដែរផ្លែស្អាតណាស់ផ្លែហើយបើល្ហុងផ្លែសិតដល់ដីប៉ុន្តែចៃដន្យអីដូចនេះខ្ញុំជម្រាបជូនលោកអ្នកអញ្ចឹងមកថ្ងៃហ្នឹងដូចយើងថាពាក្យនិយាយថាសយតែមកអូពូចុះត្រពាំងបាយជូរនេះអានេះក៏ហមខ្លះហើយពូនេះអានេះខ្មៅសម្រាប់ធ្វើស្រាពូជអានេះពូជដែលថ្លៃនាំចូលពីតំបន់មួយដែលគេធ្វើផលិតស្រាអានេះអាយុកាល5ខែបន្ទុំពេលចាប់ពីផ្កាមករហូតដល់5ខែនោះទុកឲ្យផ្លែដល់ក្រៀមចេះយើងយកទៅធ្វើស្រាគឺឆ្ងាញ់ជាងគេឲ្យថ្លៃបំផុតអាផ្លែវានេះធ្វើស្រាមានរសជាតិផ្អែមឆ្ងាញ់ស្រាបាទហើយមើលសត្វវារោមវាផ្អែមដល់បន្តិចទៀតវាទុំនេះកាលណាតានេះទៅផ្លែវាអត់ត្រូវគ្នាអញ្ចឹងយើងបេះយើងប្រលេះអាទុំមុនហ្នឹងយើងប្រលេះយកត្រាឲ្យយកទៅធ្វើស្រាអូយើងប្រលេះរាល់ថ្ងៃអញ្ចឹងអត់ធ្វើស្រាទៀតនោះធ្វើស្រាសម្រាប់ញ៉ាំខ្លួនឯងដែរបាទអាហ្នឹងដំបូងយើងញ៉ាំខ្លួនយើងសិនហើយដល់ក្រោយមកចាំយើងចែកគ្នាគាត់ទៅលើថាញ៉ាំខ្លួនឯងក្រុមកាមេរ៉ារៀងអង្គើគាត់ថាថ្ងៃនេះគាត់ពេញជំនាញមកគាត់មានបាទមានអាចញ៉ាំបានអូចាដើម្បីសុខភាពប៉ុន្តែសូមជម្រាបជូនណាលោកខាងកាមេរ៉ាពេលសវឹងហាបើកបសម្រាប់ដល់កន្លែងពូសម្រាប់សិនចាំស្វាងចាំទៅបានចាឥឡូវពូយើងគិតថាទៅខាងនោះទៀតណោះចាអូយើងមានខ្ចោះមានអីនោះមានផលិតមានអីរីកស្ពុះស្គាយពេញស្រះចាអញ្ចឹងខ្ញុំគិតថាអញ្ចេះមិនចាំបាច់ម្ចាស់អញ្ជើញម្ចាស់ត្មងបាទអរគុណមែនតើនេះខ្ញុំមានដាំផលិតនេះមាន3ពណ៌មានក្រហមមានពណ៌ស្វាយនិងមានពណ៌ឃើញហើយអានោះគេហៅពណ៌មានស្វាយបាទដូចការឈូកពណ៌ការឈូកបាទ
ពូជអាហ្នឹងពូជល្អផលិតហ្នឹងបាទ អូយរីក ហើយ ស្រស់ បាទ ពេញ រីកខុសគ្នាពណ៌ក្រហមនេះវារីកវាមានរីកពីម៉ោង8ដល់ម៉ោង10 ចា ហើយវាចាប់រួមវិញអាពណ៌ស្វាយនេះវាចាប់រីកម្ដង អូ ហើយរីកនឹងអាពណ៌ផ្កាឈូកនោះវារីកម្ដងរីករហូតដល់ល្ងាចអញ្ចឹងវាធ្វើឲ្យអាកន្លែងហ្នឹងទៅជាមានផ្ការីកស្អាតវូតហើយម្យ៉ាងទៀតអាផលិតនេះវាជួយឲ្យយើងថ្លាហើយជាចំណីសម្រាប់ត្រីហើយត្រីអីក៏នៅជាមួយវាបានដែរជាពិសេសត្រីដែងត្រីអត់សកានៅមួយវាបានទាំងអស់អញ្ចឹង វាអត់មានបន្លាដូចឈូក បាទបើឈូកត្រីអត់សកាដូចជាត្រីដែងត្រីអីហ្នឹងនៅអត់បានទេគឺវាអត់អាចនៅបានទេ ចា អញ្ចឹងផលិតល្អមែនទែនដែលយើងចង់ឲ្យយើងដាំវាហើយកន្លែងនេះយើងចិញ្ចឹមត្រីនេះសម្រាប់សបាយសម្រាប់មើលឲ្យពេលដែលបងប្អូនកូនក្មួយឬក៏ទេសចរខ្ញុំមកលេងគេឃើញមានរហូតដល់2 3គីឡូដល់5គីឡូត្រីដែងមួយ អត់ទាន់ជឿ បាទ ឥឡូវនេះចាំមើលតិច ចាំមើលតិចទៀតឃើញ ប៉ុន្តែចាពូ បាទ ពូមានប្រសាសន៍បាញ់ថាផលិតរបស់ពូហ្នឹងគឺបានន័យថាពូដាំឲ្យវាផ្កាហ្នឹងមានអាពូជផ្កាព្រឹកផ្កាថ្ងៃផ្កាល្ងាចវារីកចាអញ្ចឹងមានន័យថាមួយស្រះហ្នឹងគឺផ្ការីកគ្រប់ពេលវេលា បាទរីក អញ្ចឹងពូគ្រប់រដូវហ្មង បាទឃើញហើយក៏ចាប់ដើមរីកនេះអាពណ៌ស្វាយចាប់រីកម្ដងណា ហើយដល់ពេលហើយគេសួរថាផ្កាអីដែលរីកគ្រប់រដូវឆ្លើយមកថាផ្កាអីផ្កាផលិត ផលិតទៅស្រះខ្ញុំ ផលិតស្រះពូនេះចាអូពូនេះបកកាយដល់ហើយហ្នឹងហើយអញ្ចឹងយើងគិតថាចេះចូលមើលត្រូវសិនណាពូណា បាទ ហ្នឹងហើយកុំដើរហួសអី ក្រុមហ៊ុន H2O មានផលិតស៊ីតេនទឹកថ្មីម៉ាក H2O Style មានពងបិទបើកស្វ័យប្រវត្តិការពារបាក់តេរីរហូតដល់ 99.9% ធានារយៈពេល20ឆ្នាំថែមទាំងមានធុងទឹកកក PLM មានភាពរឹងមាំត្រជាក់បានយូរ H2O ជំរឿសដំបូងសម្រាប់ជីវិតរបស់អ្នក អញ្ចឹងយើងគិតថាចេះចូលមើលត្រូវសិនណាពូណា បាទ ហ្នឹងហើយកុំដើរហួសអីត្រជាក់លហើយស្រួលដល់ហើយ បាទ មើលឥឡូវនេះខ្ញុំអត់ទាន់ឃើញត្រីទេលោកអ្នកនាងចាំមើលថាតើត្រីប៉ុណ្ណាពូក៏ថា5គីឡូត្រីគេពូ ត្រីដែងហ្នឹងជាង10គីឡូក៏មានដែរពូបាទពូវាហ្នឹងណា មកហើយពូមកហើយធំណាស់ បាទត្រីហ្នឹងមានគ្រប់យ៉ាងទាំងអស់មានតាំងពីត្រីដែងត្រីចង្វាត្រីក្រាញ់ត្រីកាភ្លេងត្រីតាអោនត្រីកញ្ចុះវានៅជុំគ្នាទាំងអស់ហើយពិបាករកពូជជាងគេអាត្រីចង្វានេះពិបាកព្រោះអាយុវាគាត់យកដល់លើទឹកងាប់ហើយ ចា យកផុតពីទឹកវាស្លាប់អញ្ចឹងយើងត្រូវរកបានមករត់សារត់យកមកដាក់ប្រឡែងវាហើយវាល្អមើលជាងគេអាត្រីចង្វាហ្នឹងហើយត្រីដែងនេះអានេះវាធំណាយូរឆ្នាំទៅវាកាន់តែធំទៅតែចិញ្ចឹមបាន2ឆ្នាំមានរហូតធំរហូតដល់3គីឡូ4គីឡូអញ្ចឹងបើសិនជាយើងទុកពី5ឆ្នាំទៅ10ឆ្នាំទៅទៀតទៅវាអាចតម្រាំប្រហែលជាជាង10គីឡូព្រោះគេធ្លាប់ឃើញវាធំមែនទែនពូជវាហ្នឹងតែយើងអត់ទាន់ដឹងថាតើវាធំដល់កម្រិតណាចាំមើលលើក្រោយតើវាប៉ុណ្ណាព្រោះឥឡូវវាធំមែនទែនធ្លាប់ចាប់វាយកមកថ្លឹងហើយបាន3គីឡូដល់ពេលហើយយើងកាន់អត់កើតតើយកធំពេកត្រូជោគវាលើកឡើងយ៉ាងណាធំពេកហើយវែងយើងកាន់វាកម្លាំងវាធំរើគាត់រើបន្តិចរបូត ត្រីនេះពូចិញ្ចឹមហ្នឹងចិញ្ចឹមដើម្បីចិញ្ចឹមជាលក្ខណៈចាប់លក់ឬមួយក៏ចិញ្ចឹមគ្រាន់តែជាល្អមើល និយាយចំទៅយើងចូលចិត្តចិញ្ចឹមសត្វអភិរក្ស អូ បាទអភិរក្សឲ្យមានគ្រប់នៅនេះត្រីមានគ្រប់ត្រីទាំងអស់មានឲ្យតែត្រីហ្នឹងដែលយើងឃើញដែលរស់ទាំងយកមកប្រឡែងទាំងអស់មានតាំងពីត្រីតម្រៃមានតាំងពីកញ្ចុះតាអោនឆ្លូញតាំងពីនទង់តាំងអីទាំងអស់គឺនៅក្នុងនេះមានទាំងអស់បាទហើយអ្វីដែលយើងចង់បានចង់ឲ្យវាអណ្ដែតឡើងហ្នឹងដើម្បីយើងមើលវាលេងរាល់ថ្ងៃហើយទាំងកម្មករបុគ្គលិកនៅកន្លែងនេះគឺអត់មានអាចហូបអាត្រីនឹងបានទេសម្រាប់មើលហើយដូចជាក្មេងក្តីហើយយើងចាស់ទុំក្តីដែលមកដល់បាចំណីទៅវាឡើងមកដូចស្វាគមន៍យើងចឹងមានតាំងពីត្រីរស់មានតាំងពីមានអីក៏មានទាំងអស់សុបាយមែនទែនហើយវាអញ្ចឹងមើលដល់ពេលមកហ្នឹងវាជប់ធ្វើអារម្មណ៍យើងសុបាយដូច
សบายមែនតើ ចាហើយមើលធំដល់ហើយវាស៊ីចំណីធម្មជាតិផងយើងដាក់ចំណីគ្រាប់អីផងណា ចំណៃក្របនេះនៅពេលដែលភ្ញៀវមកលេងអញ្ចឹងឲ្យឃើញណាតែថាយើងចង់ឃើញវាអញ្ចឹងទៅយើងដាក់ទៅវាឲ្យយើងមើលតែចំណៃរបស់វាហ្នឹងវាមានបបោរួចទៅហើយយប់ឡើងហ្វាចឹងទៅសត្វល្អិតធ្លាក់មកអញ្ចឹងត្រីវាស៊ីវាស៊ីវាបបោមែនតើបបោមែនតើបាទ ទំហំស្រះនេះប្រហែលពូប្រហែលគុណប្រហែលឲ្យពូដាក់ថៃប្រហែល ត្រីការពិតទៅវាមិនជាចំនួនច្រើនប្រហែលទេព្រោះកាលណាយើងចិញ្ចឹមច្រើនទឹកយើងញ៉ាំអត់បានណាវាខូចទឹកណា អញ្ចឹងទឹកនេះយើងយកប្រើប្រាស់ផង បាទយើងប្រើប្រាស់នៅហ្នឹងទាំងអស់ទឹកនេះទឹកល្អទឹកនេះទឹកភ្លៀងសត្វសាបណាហើយអញ្ចឹងយើងអត់ហ៊ានចិញ្ចឹមត្រីច្រើនទេត្រីហ្នឹងគ្រាន់តែពូជវាច្រើនតែចំនួនត្រីវាអត់ច្រើនទេវាល្មមមកទប់ទល់នឹងទឹកកុំឲ្យវាស្អុយណា ចា បាទហើយចំណីក្នុងនេះបបោវាមានផ្លុយតង់វាមានអាស្លែវាមានកូនត្រីតូចសម្រាប់ត្រីធំវាស៊ី ចាវាកកើតនឹង បាទវាកកើតនឹងហើយវាមានកន្លែងវាដើរលេងទៅខាងនោះស្រះមួយទៀត ពូបង្ហេកស្រះភ្លោះតានេះនេះយើងមានផ្លូវទឹកទៅនោះទៀតណា ផ្លូវទឹកបាទ អញ្ចឹងខាងនោះក៏មានត្រីដែរ ត្រីច្រើនដូចគ្នាត្រីគាត់ថាអានេះយើងកន្លែងយើងមើលលេងយើងមានចំណីឲ្យវាបបោពេលយប់ឡើងវាទៅខាងនោះវាហែលទៅខាងនោះវាទៅចាប់ចំណីខាងនោះ ចាប៉ុន្តែខាងនោះពូអត់ទាន់ដាំផលិតទេ បាទអត់តាដាំ ពូចង់យកពូជផលិតពី Amazon មក អូយដែលគាត់ឮគេនិយាយឡើយហើយប៉ុន្តែហ្វងស្រាវជ្រាវថាតើយើងយកដោយវិធីណាប៉ុន្តែនោះមានក្របគេគាត់ប្រាប់ថាស្លឹកវាក្នុងស្លឹកមួយមិនតម្ងន់15គីឡូហ្នឹងយើងដាក់តម្ងន់លើហ្នឹងទៅវាអត់លិចអញ្ចឹងយើងអត់ដឹងថាវាធំបំផុតណាទេបាទតែយើងឃើញតែផលិតយើងដែលយើងឃើញនេះវាប៉ុណ្ណឹងហើយយើងចង់បានអញ្ចឹងទៀតហើយយើងចង់ឲ្យឃើញហើយចង់ឲ្យខ្មែរយើងមានដែរ ហើយមុននេះពូមានប្រសាសន៍ថាអញ្ចឹងពូយកពូជក្រូចពូជអីយកមកដាំក្រូចទៀបមានផ្កានោះអាពូជក្រូចផ្កានោះអាហ្នឹងពូជក្នុងស្រុកឬក៏ក្រៅពូអាដល់ទូចផ្កានោះ អាហ្នឹងក្រៅតើពូជក្រៅប្រទេសក្រូចហ្នឹងសូម្បីស្លឹកវាខុសពីក្រូចយើងវាមានដូចជាតិមានរោមវាអត់អាឡងដូចស្លឹកអាក្រូចយើងទេហើយផ្លែវារសជាតិផ្អែមឆ្ងាញ់ហើយថ្លៃគិតទៅគេលក់នៅនោះមួយប្រហែលជាបើគិតលុយខ្មែរ 60000 រៀលមួយផ្លែហើយយើងឥឡូវយើងបានពូជយកមក ឥឡូវផ្កាបាត់ បាទផ្កាយវា ហើយខ្ញុំលឺសូនណាពូជលពៅពូជអីផង នោះលពៅពង ពូជទៅដោះឡប់ បាទយើងខែនេះយើងចាប់ដាំចាបាទយើងចាប់ដើមហើយលពៅនេះតម្ងន់វាអាចចាប់ពី40ទៅ60គីឡូ ក្នុងផ្លែមួយ 80គីឡូបាទ ផ្លែមួយ ចាប្រហែលខែទៀតផ្លែពូ យើងទៅមានពូជមកដែរយើងអត់ទាន់ដឹងថា ដាក់ដាំបានដុះបន្តិចហ្នឹង បាទយើងទៅចាប់ដើមហើយពងរត់ទីតាំងដាំ ពូដាក់ពីបៃគុំហ្នឹងដាក់នេះទេ យើងសាកលបងយើងសាកលបងយើងបរិចនៅអញ្ចឹងជារឿយព្រោះអាតំណាំនេះយើងដាំនៅពេលដែលយើងតំណេឯង ចា ដូចថាសល់ពេលដែលយើងធ្វើកិច្ចការហ្នឹងយើងឆ្លៀតមកដាំបន្តិចហើយដល់ច្រើននោះគឺស្វាយនោះ បាទនៅស្វាយ មួយស្វាយដល់ហើយស្វាយស្អាតដល់ហើយ បើសិនជាមកចំខែស្វាយផ្លែលំនាលដីហ្មងហើយមានអាមួយ1គីឡូ2ខាំមាន ស្វាយកែលមៀន បាទកែលមៀនហ្នឹងណា ចា ប៉ុន្តែភាគច្រើន1 6 7ខាំហ្នឹងច្រើនណាស់ យើងមកថ្ងៃនេះយើងគ្រាន់តែចង់បង្ហាញជូនថាទឹកដីនេះយើងទៅតែចាប់ផ្ដើមអភិវឌ្ឍរយៈពេល2 3ឆ្នាំយើងបានប៉ុណ្ណេះណា ចាជាមោទនភាពដែរប៉ុន្តែអ្វីដែលយើងធ្វើបាននេះដោយសារតែយើងខិតខំប្រឹងប្រែងបានធ្វើបានមែនទេពូ បាទតត ចាហើយការធ្វើនេះនៅពេលដែលយើងបង្ហាញជូនលោកអ្នកអញ្ចឹងទៅលោកអ្នកមួយចំនួនណាគាត់សប្បាយរីករាយគាត់ចង់ដែរអញ្ចឹងសូមតែបញ្ជាក់ជូនថាអញ្ចឹងចង់ធ្វើអ្វីក៏ដោយយើងត្រូវគិតពីផលប្រយោជន៍ដែលត្រឡប់មកវិញជួនណាយើងដាក់ថវិកាទៅវាទៅបាត់អស់ដោយសារតែយើងគិតខុសមែនទេពូណាចានៅពេលដែលយើងឃើញថាបងប្អូនយើងធ្វើបានយើងត្រូវសិក្សាយើងសួរនាំគ្នាថាតើគួរធ្វើយ៉ាងម៉េចដើម្បីកុំឲ្យយើងដាក់ទុនទៅវាខាតបង់ បាទ ហើយដល់សម្រាប់ពូធ្វើហ្នឹងគឺគោលដៅពូគ្រាន់តែជាកន្លែងស្នាក់នៅជាចំការសម្រាប់បងប្អូនមកលេងឬមួយក៏គិតថាផលតំណាំមួយចំនួនយើងនឹងអាចដោះដូរដើម្បីយកផ្គត់ផ្គង់ខ្លះបានដំបូងខ្ញុំមិនបានគិតថាយើងដាំហ្នឹងចង់បានផលប្រយោជន៍ពីណាមិនទាន់គិតដល់ហ្នឹងទេព្រោះយើងមិនមែនអ្នកកសិកម្មណាយើងគឺអ្នក business ម្នាក់ណាដល់យើងមកធ្វើហ្នឹងធ្វើក្នុងនាមមនុស្សចាស់ដែលចង់ស្រឡាញ់ធម្មជាតិប៉ុណ្ណឹងដល់ឲ្យចាប់ផ្ដើមធ្វើទៅវាចិត្តថាស្អាតទៅល្អទៅហើយវាឲ្យផលហ្នឹងសមរម្យដែរដូចជាស្វាយអត់ដែលចេះស្ទល់អសោះមិនដឹងថាគេធ្វើមិនឲ្យផ្លែអីអត់ចេះដល់2ឆ្នាំក្រោយមកដែលយើងដឹងយើងអាច
ធ្វើដូចគេបានរហូតដល់ទិន្នផលវាមួយរដូវពី20ទៅ30តោន ចា ក្នុងមួយរដូវដែលស្វាយយើងមានប្រហែលជាចូល4ទៅ500ដើមហើយមួយឆ្នាំវាមាន2រដូវ ចា អញ្ចឹងផលពីស្វាយនឹងមកយើងអាចយកមកផ្គត់ផ្គង់បាននៅលើកន្លែងយើងបានបដាបដាហើយបាទអញ្ចឹងឥឡូវចាប់ពេលនេះទៅខ្ញុំគិតថាប្រហែលជាអត់អីទេដល់យើងធូរវាទប់បាទទប់គ្នាមានស្វាយមានដំណាំចម្រុះហើយជាពិសេសគឺតាពាំងបាយជូរដែលជាគោលដៅ អូ គោលដៅចំការនេះកន្លែងនេះគឺតាពាំងបាយជូរទាំងអស់តែភាពមហិច្ឆតារបស់យើងវាមិនដឹងថាធ្វើដល់កម្រិតណាព្រោះតែចាប់ផ្ដើម ប៉ុន្តែសំខាន់ចាំកែបឯណា បាទហើយមានកន្លែងចិញ្ចឹមសត្វហ្នឹងវាឲ្យផលប្រយោជន៍មកកសិកម្មយើងដូចជាអង្កែបហ៊ីងគីងគក់កញ្ចាំចេកកឡនតននេះហ្នឹងណានៅពេញទាំងអស់ហើយអត់មានណាដែលគេមកហ៊ានយកពីកន្លែងទេនឹងកន្លែងយើងចិញ្ចឹមអង្កែបដែលអង្កែបសត្វហ្នឹងវាជួយកម្ចាត់សត្វល្អិតនៅក្នុងកសិដ្ឋានយើងដូចជាវាជួយយើងច្រើនមែនទែនមួយថ្ងៃមិនដឹងថាវាស៊ីសត្វល្អិតអស់ប្រមាណទេដែលជួយកម្ចាត់យើងដល់យើងអត់ដឹងណា ចា អញ្ចឹងខ្ញុំសប្បាយចិត្តមែនទែនហើយយប់ឡើងវាយំដូចតន្ត្រីហ្នឹងណាបរោះដល់ អញ្ចឹងមានន័យថាពូពិតជាស្រឡាញ់ធម្មជាតិខ្លាំង បាទ ណាស់ ស្រឡាញ់ ចា ស្រឡាញ់មែនទែន យ៉ាងហើយស្រុកយើងគេថាដែនដីសវណ្ណភូមិណា បាទ ឲ្យតែយើងខិតខំទាំងអស់គ្នាទៅចេះតែបានណា បាទ ចាប៉ុន្តែខំបានលុះត្រាតែយើងចេះស្ងប់សុខចឹងដែរហ្នឹងណា បាទ ចាបើយើងចេះតែមានសង្គ្រាមរាំងជលធ្វើមិនបានទេ អូ រ បើ ត់លូនណា បើមានសង្គ្រាមយើងធ្វើអត់ចាញ់ទេតើតែយើងសន្តិភាពឲ្យយើងសង្ហៃ ចា ការអភិវឌ្ឍយើងតើយើងទាំងអស់គ្នាជួយគ្នា ចា យើងកុំពឹងលើតែរាជរដ្ឋាភិបាលឬថ្នាក់ដឹកនាំយើងអី ចាយើងចូលរួមមួយរាជរដ្ឋាភិបាលទៅល្អជាង បាទតើតែយើងទាំងអស់គ្នាជាសាវកជាដៃជាជើងជាសរីរាង្គកាយជួយ ចា ដូចជាមានអុកញ៉ាដែលធំមួយចំនួនដែលគាត់ផ្ដើមធ្វើគាត់ធ្វើរហូតដល់ល្បីឈ្មោះដូចជាអាយដាមអ្នកអុកញ៉ាម៉ុងរទ្ធីអញ្ចឹងដែលគាត់ជាគំរូដល់យើងទាំងអស់គ្នាដែលជាកសិករដែលការពិតកិត្តិនាមគាត់ល្អមែនទែនដែលខ្មែរយើងគួរតែយកគាត់ជាគំរូគាត់មើលដូចជាដងប្រេងដែលយើងទៅឃើញផ្លូវខ្ពង់សោមពីដើមខ្មែរយើងមិនដែលស្គាល់ថាដងប្រេងហ្នឹងមិនផងតែឥឡូវទៅមើលចការរាប់ម៉ឺនហិកតាហើយមិនមែនត្រឹមតែដងប្រេងគាត់មានអ្វីៗច្រើនមែនទែន ចា តែជាមោទនភាពមែនទែនខ្មែរយើងហើយយើងគាត់ថាដូចខ្ញុំក្នុងនាមខ្ញុំជាកសិករម្នាក់ដែលជាប្រជាជនខ្មែរម្នាក់ហ្នឹងដើរច្រើនចេះតែនាំបច្ចេកទេសមួយចំនួនមកបង្កើតលើទឹកដីយើង ចា តែឥឡូវវាបានតិចដែរប៉ុន្តែបើប្រៀបនឹងអាយដាមដែលផ្សេងដែលគាត់មានលទ្ធភាពយើងអត់ទាន់ទៅដល់គាត់តែយើងរួមចំណែក យើងឃើញថាលោកអ្នកពាណិជ្ជករធំមួយចំនួននៅស្រុកយើងឥឡូវមានច្រើនណា បាទមាន ចា ច្រើន គាត់ចូលរួមការងារសង្គមណា បាទ ចាហើយគាត់ក៏បានផ្ដល់ការងារមួយចំនួនឲ្យបងប្អូនយើងមានការងារធ្វើដែរ បាទ ចាពួកខ្ញុំទៅជែកមួយពូមកសន្ទុះធំហ្នឹងនេះច្រើនម៉ោងដែរហ្នឹងណាផ្លេចជំរាបសួរថាយើងអភិវឌ្ឍលើផ្ទៃដីប៉ុន្មានហិកតាពូ ជិត10អត្តាដែរដីនេះព្រោះកន្លែងនេះយើងអាចពង្រីកទៅទៀតបានណា ចា ដោយសារដីនេះថ្លៃខ្ញុំគិតថាប៉ុណ្ណេះសម្រាប់ខ្លួនខ្ញុំទៅល្មមហើយពេញចិត្តមែនទែនអត់ចង់លើសហ្នឹងទៀតទេ តែអញ្ចឹងពូយើងគិតទៅខាងមុខទៀតណា បាទបាទ ពូយើងគួរបង្ហាញពីកន្លែងតទឹកហ៎ បាទ នេះពូឲ្យយើងដាក់ទឹកឡើងទៅលើ បាទហើយបានយើងបញ្ចេញទៅយើងចែកចាយអានេះយើងបញ្ឆេះម៉ាស៊ីនទៅវាបាញ់ចរិចក៏បានយើងមិនបាច់បញ្ឆេះម៉ាស៊ីនទេយើងបើកដរិចក៏បាន អញ្ចឹងដែលពូនាំពួកក្រុមការងារយើងមកពូគិតថាឡើងទៅលើហ្នឹងអី អត់ទេក្នុង ក្នុងហ៎ បាទក្នុង អូគួរគិតថាបើឡើងលើតតែមើលដៃសិនជាប់ជាប់ ចាយើងចូលខាងនេះចាឥឡូវយើងចូលមកដល់កន្លែងក្បាលម៉ាស៊ីនទឹកឆៃឆាយ ការពិតទៅកាដ្ឋានយើងវាទឹកហ្នឹងយើងប្រើដោយសំចៃព្រោះកន្លែងនេះវាអត់មានប្រភពទឹកទេប្រភពទឹកគឺដងអញ្ចឹងការដែលយើងប្រើទឹកនេះម៉ាស៊ីនយើង14សេសនេះវាគ្រប់គ្រាន់យើងប្រើដោយការបូមផងបើមកថាយើងចង់ប្រើលេខថ្នាំឬក៏លេខជីយើងអាងលេខជីនោះយើងបើចេញពីនឹងបាញ់ទៅចែកចាយកន្លែងណាក៏បានទាំងអស់ហើយនេះយើងបើឡើងទៅលើតម្លាក់ទៅនោះទៅហើយអាខាងនោះតម្លាក់ចេញចែកចាយទីណាក៏បានទាំងអស់អ
ចឹងយើងអត់អាចមិនបាច់ចាំដោះដូរអីតាណា អូយើងធ្វើឲ្យនៅនឹងកន្លែងតែវាប្រើបានទាំងអស់ គាត់ដល់យើងបូមអញ្ចឹងទៅបញ្ចូលទៅធុងលើវិញធុងចុង បាទទៅលើក៏បានយើងបិទទៅលើនេះទៅយើងបូមមកយើងបញ្ចេញចាយទៅយោទៅមួយឯង direct បាទហើយអាយោពី10000លីត្រលើនោះយើងបើកអារម្មណ៍នេះខាងនោះទៅវាចាយទឹកកន្លែងណាក៏បានអស់ប្រើតែមួយអូអាហ្នឹងក៏សិក្សាពីគេដែរអត់ទេខ្លួនយើងចុះលើថាពូចាញ់ទៅសម្រាប់ច្រើនហ៎អានេះខ្លួនយើងគេអារឿងរៀបចំប្រព័ន្ធទឹកខ្លួនយើង 100% ហើយខ្លួនយើងនឹងកំណត់ខ្លួនឯងអត់មានសួរញាតិមិត្តចិត្តខាងអត់ទេព្រោះគេអត់មានណាធ្វើចឹងផងហើយពូនេះបើយ៉ាងមកពូបាទគេអត់ធ្វើឲ្យដោយសារនេះអញ្ចឹងយើងនឹកឃើញងាយយើងចង់ធ្វើអីងាយដែលយើងគិតថាយើងធ្វើឲ្យចំណេញមែនតែនហ្មងយើងរៀបត្រូវចំណេញមែនតែនហ្មងបាទហើយយើងអត់ជួលគេទេបើជួលក៏មិនដឹងថាគេធ្វើឲ្យយើងកើតអត់ផងចាមិនដឹងថាគេចេះជាងយើងឬយើងចេះជាងគេយ៉ាងហ្នឹងដូចគ្នា ហ្នឹងហើយប៉ុន្តែគាត់ថាពេលដែលយើងផ្សព្វផ្សាយជូនលោកអ្នកទៅកន្លែងណាដែលខុសឆ្គងក៏សូមទោសលោកអ្នកបាទយើងសូមទោសផងបាទព្រោះអីអ្វីដែលគិតឃើញក៏ធ្វើទៅបាទយើងធ្វើនេះចែកដានឲ្យយើងរៀបណាយើងមកហ៊ានដងហើយវាអត់ទាន់ឃើញនរណាគេរៀបដូចយើងជួនកាលគេលើយើងទៀតគេធ្វើលើយើងតែយើងអត់ដែលបានទៅឃើញកន្លែងគេណាតែដល់យើងមកធ្វើហ្នឹងគិតថាត្រូវហើយបើសិនជាបងប្អូនគាត់ចង់ថាធ្វើយកគំនិតខ្ញុំមកធ្វើគាត់បានមកបានចាតែទូរស័ព្ទបានដែរអត់កំឡាញ់ទេពូឌីខ្ញុំចាកំឡាញ់ណាមើលធ្វើបានប៉ុណ្ណឹងគាត់មកដល់រវល់សង្អីនឹងឆ្លៀតពុកប៉ាមានអីមកក្រុមការងារបងប្អូនមកជួបនិយាយខ្ញុំបន្តិចក៏បានដែរហើយពូគាត់ពូបកាយទៀតណាថាងបងអូននេះតែ2ឆ្នាំនាំគ្នាជួបពូមិនអី2ឆ្នាំក៏យកដែរបើ2ឆ្នាំឃើញថាទស្សនវិជ្ជាក្នុងកសិដ្ឋានល្អប៉ុណ្ណឹងហើយពូណោះហ្នឹងហើយតំណាំដាំដុះបានប៉ុណ្ណាល្អហើយគេថាគោលដៅកសិកម្មដែលជោគជ័យគេមានកត្តា5អញ្ចឹងពូឲ្យកត្តា5ហ៎5ចំណុចណា5ចំណុចហ្នឹងឯង5ចំណុចហ្នឹង stop សិនយើងចេញទៅខាងក្រៅទៅហ៎គេលោកបងប្អូនគេមកបើកទឹកមកអីចាអញ្ចឹងល្អជាងណោះចាអញ្ចឹងយើងសូមអញ្ជើញលោកអ្នកនាងតាមដានបន្តទៀតចាទៅពុតចាចាទៅសៀកហ្មងពូណោះចាញ់មកទៅចេះឥឡូវចាឥឡូវយើងចាក់ទៅខាងណាវិញពូចាក់ទៅខាងនេះបាទកាត់តាមនេះទៅយើងទៅមើលផ្ទះដែលយើងត្រៀមធ្វើពីរបៀបបុរាណបាទស្អាតណាស់នេះម៉ូដបុរាណខ្មែរហីបាទបុរាណមកឡើងតាមនេះអានេះភ្ញៀវយើងដាំភ្ញៀវបណ្ដាំធម្មជាតិនៃទៀតផងចាត់ជាបេះដូងអាខាងក្នុងចាឥឡូវយើងមើលខាងក្រៅសិនណាពូណោះអត់ទាន់ធ្វើហើយនេះគាត់ថាយើងចាប់ផ្ដើមផ្ទះនេះយើងធ្វើទំហំប៉ុន្មានគុណប៉ុន្មានពូអានេះក្នុង4ម៉ែត្រគុណ6 4គុណ6បាទតែអ្វីរងដាយើងអត់និយាយអញ្ចឹងហ៎បាទនេះឆ្លាស់ចាឆ្លាស់ល្អយើងធ្វើឈើប្រក់ក្បឿងណាបាទឆ្នៃម៉ូដខ្លួនឯងបាទខ្លួនយើងអញ្ចឹងបាទយើងឲ្យជាងគាត់ធ្វើតាមកំណត់យល់ដឹងរបស់យើងណាកំណត់យើងកែច្នៃខ្លួនយើងឲ្យលក្ខណៈខ្មែរបុរាណណាចាព្រោះចំការបើយើងធ្វើឲ្យទៅជារចនាបថខ្មែរអារម្មណ៍គិតថាប្រហែលជាភាគច្រើនគេចូលចិត្តអូអញ្ចឹងចាហើយអានេះយើងធ្វើកតុបទឹកហ៎ពូបាទកតុបទឹកអូអញ្ចឹងខាងក្នុងយើងអត់ដាក់ទេអត់ទេនៅតូចកតុបយើងកន្លែងតូចតែអញ្ចឹងយើងធ្វើក្រៅវិញចាចូលដល់តំណាំវាដុះជុំវិញហ្នឹងទៅមិនលុបណាវាឈើទៅឆៃចាប៉ុនខាងក្រោយយើងនេះមើលណែមើលទេសភាពលោកអើយស្អាតដល់ហើយពេលដែលយើងបានឈរអញ្ចឹងទៅគួរឲ្យមនោរម្យមែនតើឥឡូវហ្នឹងនាងខ្ញុំគិតថាលែងកាត់ប្រសាសន៍ពូទៀតហើយមិញគាត់ពូថាធ្វើកសិកម្មមានកតា5យ៉ាងពូឈប់សិនពូអីប្អូនគេអ្នកបើកទឹកអីគេឈរនៅពីក្រោយចាំចេះថ្ងៃណាបានបងចេញទៅខ្ញុំអាំងស្រួយតំណាំខ្ញុំហ្នឹងឥឡូវចង់ឲ្យពូមានប្រសាសន៍ម្ដងហើយចាអញ្ចឹងសូមពូមានប្រសាសន៍តាក់ទងទៅនឹងកតា5យ៉ាងដែលពូបាននិយាយនៅកន្លែងយើងបើកទឹកមិញណា
ចាតាកតាអ្វីខ្លះទេនៅតំបន់មួយដែលយើងទៅទេសចរខាងមគ្គទេសគេបញ្យល់យើងឲ្យយើងយល់ដឹងដែលគេធ្វើជោគជ័យនៅលើកសិដ្ឋានគេមួយដែលគេចការក្រូចគេនាំចេញលើពិភពលោកបានគេប្រាប់ថា5ចំណុចដែលជាគោលដៅរបស់កសិកម្មដែលធ្វើឲ្យជោគជ័យទី1ភូមិសាស្ត្របាទភូមិសាស្ត្រហ្នឹងគឺជាកត្តាសំខាន់ណាស់ភូមិសាស្ត្រហ្នឹងវាមានដីមានទឹកមានខ្យល់អញ្ចឹងតំបន់យើងនេះគឺមានទាំងអស់ចិត្តសមុទ្រគឺខ្យល់ហើយដីគឺមានជីជាតិអំណោយផលមែនទែនហើយទី3ហ្នឹងគឺទឹកដល់តែកន្លែងនេះវាខ្វះទឹកដល់យើងមានមធ្យោបាយយើងមានលទ្ធភាពយើងជីកជាប្រព័ន្ធទឹកបានអញ្ចឹងអត់អីអញ្ចឹងយើងបាន3ព្រមអញ្ចឹងភូមិសាស្ត្រយើងបានហើយទី2បច្ចេកទេសតើយើងធ្វើម៉េចបើយើងអត់ចេះអញ្ចឹងតើយើងស្វែងរកអ្នកបច្ចេកទេសឬក៏យើងរៀនពីបច្ចេកទេសឲ្យចេះសិនបានយើងមកធ្វើកសិកម្មទៅបានវាជោគជ័យអញ្ចឹងកាលណាយើងអត់ចេះក៏យើងពិបាកដែរយើងយកលុយមកចោលដូចគាត់សារអញ្ចឹងណាយើងយកលុយមកចោលបានទេហើយដល់ទី3ផ្នែកទីផ្សារអញ្ចឹងតើយើងដាំដំណាំឲ្យតម្រូវលើទីផ្សារអញ្ចឹងទីផ្សារដែលគេត្រូវការអីខ្លះអញ្ចឹងយើងធ្វើឲ្យតម្រូវទីផ្សារហើយទី4ផ្លូវគមនាគមន៍អញ្ចឹងផ្លូវគមនាគមន៍យើងមានល្អចិត្តផ្លូវជាតិហើយចិត្តនឹងទីក្រុងភ្នំពេញហើយចិត្តនឹងតំបន់រមណីយដ្ឋានអញ្ចឹងកន្លែងយើងនេះវាអំណោយផលគ្រប់យ៉ាងទាំងអស់ហើយដល់ផ្នែកទី5និយាយឲ្យចំទៅគឺទុនហ្មងគេហៅប្រភពទុនដែលមិនរីងស្ងួតណាអញ្ចឹងកាលណាយើងខ្វះទុនហើយយើងយកមកធ្វើអីក៏ចេញកាលណាយើងមានទុនដែលមានប្រភពវាដែលមិនរីងស្ងួតណាគឺយើងមានបន្តរបូតអញ្ចឹងយើងធ្វើអត់ចេះបរាជ័យឧទាហរណ៍យើងចង់បានជីមានជីចង់បានប្រេងមានប្រេងយើងចង់បានពូជយើងមានពូជយើងចង់បានអីមានអស់ក៏អាស្រ័យលើទុនអញ្ចឹងកត្តាធំបំផុតគឺទុនហ្នឹងឯងចាដូច្នេះប្រសាសន៍របស់ពូឌីពិតជាប្រពៃមែនតើទី1ភូមិសាស្ត្រទី2កត្តាបច្ចេកទេសទី3ផ្នែកទីផ្សារទី4ផ្លូវគមនាគមន៍ទី5ប្រភពទុនដែលមិនរីងស្ងួតចាអញ្ចឹងប្រសិនបើលោកអ្នកនាងចាប់បាននៅចំណុចទាំងអស់ហ្នឹងណានេះខ្ញុំគិតថាការងារអាចទៅបានរលូនប្រសិនបើយើងចង់ធ្វើឲ្យដូចថាយើងទៅឆក់នេះឆក់នោះមិនស្រួលទេយើងអាចបរាជ័យឆក់ជាពិសេសគឺថាទុននឹងតែម្ដងយកទុនមកយើងខ្វះបច្ចេកទេសចប់យកទុនមកភូមិសាស្ត្ររបស់យើងអត់អំណោយផលក៏ពិបាកដែរកាលណាយើងកែច្នៃភូមិសាស្ត្រអត់លុយច្រើនណាហើយមួយទៀតណាវាស្ថិតនៅលើភាពអំណត់តស៊ូព្យាយាមរបស់កសិករដែរអំណត់តស៊ូនិងព្យាយាមរបស់យើងហ្នឹងឲ្យមានទៅលើកសិករគ្រប់រូបបានចាប៉ុន្តែគាត់ថាចេះចំណុចសំខាន់ពេលនេះគឺយើងចង់ជម្រាបជូនដល់លោកអ្នកប្រសិនបើយើងចេះមិនប្រកបឬមួយក៏យ៉ាងណាយើងគួរតែរកអ្នកណាដែលជាទីប្រឹក្សាដោយថាយើងតាក់ទងសួរគ្នាទៅវិញទៅមកចាហើយប្រសិនបើគិតថាមិនទាន់ច្បាស់លាស់ទេយើងកុំបន្ថយបន្ថានពេលណាដែលយើងចង់ធ្វើអីមួយឲ្យបានជោគជ័យលុះត្រាតែយើងនឹងមានជំនឿជឿជាក់ដល់ខ្លួនឯងសិនចានេះគឺជាចំណុចមួយដែលយើងត្រូវគិតទាំងអស់គ្នាចាពាក្យមួយក៏គេនិយាយដែរផ្នែកកសិកម្មណាយើងធ្វើដីតូចតែឲ្យអស់លទ្ធភាពណាដោយក្នុងកឋានឬក៏ក្នុងចំការតូចរបស់យើងហ្នឹងយើងមានតាំងពីមន់តាំងពីទាតាំងពីគ្រប់យ៉ាងទាំងអស់យើងចិញ្ចឹមក្នុងទឹកមានត្រីលើដីមានដំណាំបាទយើងមានទាំងអស់មើលតំន់ទាគឺអូសម្បូរមែនតើអញ្ចឹងពូថ្ងៃនេះឃើញថាកម្មវិធីរបស់យើងហាក់ដូចជាបានទទួលព័ត៌មានច្រើនពីការងារកសិកម្មជាមួយពូហើយលោកអ្នកបានឃើញហើយធ្វើបាត់តែយើងបង្ហាញជូននេះមិនទាន់ឃើញបានផលមែនប៉ុន្តែគឺប្រមូលអស់មិនមែនថាមកនេះអត់មានផលទេគឺបានន័យថាប្រមូលអស់ទៅហើយអញ្ចឹងលើកក្រោយឡើងយើងនឹងបង្ហាញជូនទស្សនវិជ្ជាដែលមានផ្លែផ្កាពូណាចាប៉ុន្តែអ្វីដែលបានផលហ្នឹងដែលលោកអ្នកបានឃើញច្បាស់គឺថាត្រីត្មងត្រីធំមកចាឥឡូវនេះពូយើងគិតថាចេះបង្ហាញជូនទស្សនវិជ្ជារួមនៅក្នុងកសិដ្ឋានយើងបន្តិចទេពូណាចាយើងមានល្មុតយើងមានតាពាំងបាយជូរយើងមានស្វាយខ្លះហើយមួយទៀតហ្នឹងគឺថាបង្ហាញជូននៅក្នុងផ្ទះនេះបន្តិចទៅតោះជាធ្វើមិនទាន់ហើយក៏ចង់ឃើញថាតើបានដាក់ភ្ញៀវប្រហែលជាប្រហែលអ្នកចាយើងទៅខាងនោះចាសូមលោកអ្នកនាងតាមដានទស្សនៈបន្តទៀតចាយើងចូលទៅខាងមុខវិញណាបាទហើយមនោរងដល់ហើយនេះធម្មជាតិឲ្យសមរីករាយខ្ញុំនិយមនៃវិស័យទេសចរជាឧស្សាហកម្មចម្រុះ
នំព្រៃព្រឹករឹកទឹកជ្រុះកងខ្សាច់ឆ្នេរមានផ្សោតទន្លេទ្វេទៀតដោយអ្វីដែលលោកអ្នកបានទស្សនានិងជ្រាបមុននេះបន្តិចនៅការបញ្ជាក់ជូនរបស់លោកលីសុវណ្ណឌីហៅថាកសិដ្ឋានរបស់លោកទើបតែកកើតឡើងក្នុងរយៈពេលប្រមាណតែជិត3ឆ្នាំប៉ុណ្ណោះប៉ុន្តែអ្វីគ្រប់បែបយ៉ាងនៅទីនេះហាក់ដូចជាហុចផលជាវិជ្ជមានឲ្យច្រើនគួរឲ្យកត់សម្គាល់នៅទីនេះគាត់បានដាំនៅដំណាំឈើហូបផ្លែបន្ទាប់បន្សំជាលក្ខណៈគ្រួសារបន្ថែមទៀតមួយចំនួនទុកគ្រាន់ទទួលទានប្រចាំគ្រួសារផងក៏ដូចជាសម្រាប់ទទួលភ្ញៀវដែលមកកំសាន្តលេងនៅក្នុងកសិដ្ឋាននេះផងដែរក៏សាងបានធនធានមនុស្សស្មោះនឹងធម្មជាតិការពារទ្វេទៀតបានល្អនៅក្នុងកសិដ្ឋានក្រៅពីដំណាំរួមផ្សំសម្រាប់ទទួលទានកំដរមាត់ហើយលោកនៅឆ្លៀតចិញ្ចឹមសត្វខ្លះទៀតរួមមានដូចជាមាន់ទាជាដើមដែលវាអាចដើររកចំណីដោយខ្លួនវាបាននៅទីនេះបន្ថែមចំណីដែលយើងបានផ្ដល់ឲ្យវាជាការពិតបើនិយាយជារួមទៅគោលដៅសំខាន់ក្នុងការងារនៅចំការនេះគឺការពង្រីកដាំលើដំណាំទំពាំងបាយជូរនិងដំណាំស្វាយហើយចំពោះដំណាំទំពាំងបាយជូរនេះជាជំហានដំបូងឃើញថាវាហុចផលឲ្យបង្គួរដែរដែលអាចចាត់ទុកថាជាចំណុចវិជ្ជមានច្រើនក្នុងការផ្ដល់នូវបទពិសោធន៍សម្រាប់លោកអភិវឌ្ឍបាននៅជំហានក្រោយៗទៀតដូច្នេះនៅពេលដែលដំណាំផងទាំងពួងបានដុះធំលូតលាស់ពេញកសិដ្ឋានហើយនៅប្រមាណឆ្នាំខាងមុខនៅកន្លែងនេះពិតជាប្រៀបបានទៅនឹងកូនរមណីយដ្ឋានដ៏ស្រស់ត្រកាលមួយទៀតនៅតំបន់ភាគនិរតីប្រទេសដែលស្ថិតចម្ងាយមិនឆ្ងាយប៉ុន្មានពីរាជធានីភ្នំពេញនោះឡើយវានឹងជាផ្នែកមួយជួយផ្ដល់កន្លែងកម្សាន្តដល់ភ្ញៀវទេសចរផងក៏ដូចជាផ្ដល់នូវភោគផលក្នុងស្រុកបម្រើដល់ទីផ្សារផងហើយក៏ដូចជាផ្ដល់នូវកម្លាំងពលកម្មការងារដល់ពលករខ្មែរខ្លះផងដែលជាកាតាលីករជួយឲ្យយើងបានឈ្នះទាំងអស់គ្នា